ហើយនិយាយនឹងធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែកដែរប៉ុន្តែជួទឹកភ្នែកឲ្យបន្តដំណើរទៅមុខទៀតទាំងអស់គ្នាខ្ញុំទៅជែករឿងជាមួយថៃនឹងច្រើនហើយពីក្រោយឆាកគ្រាន់តែសំខាន់បំផុតគឺថាយើងនឹងមិនទៅណាទេយើងនឹងរួមដំណើរជាមួយគ្នាតទៅទៀតហើយយើងទុកឱកាសទៅជែកគ្នាអំពីរឿងអនាគតរបស់អាស៊ីត្រីចាស់បាទមានសំណួរអីខ្លះថៃជំនួសលោកអ្នកស្ដាប់សូមជឿតារាបាទក៏បានថៃក៏បានបាទថៃបើសិនជាមានអីចង់សួរចាំសួរផងអញ្ចឹងខ្ញុំចាប់ដើមសួរលោកជុនច័ន្ទបុតមុនអ្វីដែលប្រិយមិត្តអ្នកស្ដាប់យើងឆ្ងល់តាមពិតការឆ្ងល់របស់គាត់នឹងគឺត្រឹមត្រូវឲ្យសមហេតុផលណាស់នៅសុកក៏ស្រាប់តែលេចលឺដំណឹងថាអាស៊ីសេរីគឺប្រឈមទៅនឹងការបិទទ្វារយើងបន្ទាប់ពីដំណើរការរយៈពេលជិត30ឆ្នាំមកនេះស្រាប់តែលេចចេញនៅក្នុងស្ថានភាពបែបនេះនៅក្នុងពេលមួយដែលប្រទេសកម្ពុជានោះហើយនឹងប្រទេសជាច្រើនទៀតដែលអាស៊ីសេរីមានភាសានៅក្នុងការផ្សាយទៅកាន់ហ្នឹងសិតតែសឹងតែជាប្រទេសដែលមានការគៀបសង្កត់ការជិះជាន់អីសពគ្រប់បែបយ៉ាងទាំងអស់ហេតុអីបានជារឿងនេះបែបកើតឡើងនៅពេលនេះលោកជុនច័ន្ទបុតនៅពេលដែលយើងមានប្រិយមិត្តរាប់លានអ្នកនៅទូទាំងពិភពលោកហើយមានការគ្រប់គ្រងគ្រប់ផ្នែកគ្រប់វិស័យនោះមិនក៏រឿងអកុសលនេះកើតឡើងទៅវិញលោកជុនច័ន្ទបុតបាទថ្មីរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកនេះមានជំនួយការមានអ្នកដែលចូលមកគ្រប់គ្រងភាគច្រើនសិតតែជាអ្នកដែលមាន mindset របស់គាត់មានគោលគំនិតរបស់គាត់ជាអ្នករកស៊ីមាន Elon Musk មានអីជាដើមហ្នឹងសិតតែជាអ្នករកស៊ីនៅពេលដែលមានជំនួយការមានទីប្រឹក្សាមានមនុស្សនៅក្នុងរដ្ឋាភិបាលដែលមានគោលការណ៍ពីជាអ្នករកស៊ីហ្នឹងគឺគេគិតពីរឿងផលចំណេញដល់ផ្ទាល់ខ្លួនជាងដូច្នេះយើងដឹងហើយថាគោលការណ៍របស់លោកប្រធានាធិបតី Donald Trump នេះគឺ America First អ្វីក៏ដោយគឺគិតដល់សហរដ្ឋអាមេរិកជាមុនដូច្នេះគេគិតថាការដែលចំណាយថវិកាដើម្បីជួយដល់ប្រទេសក្រីក្រជួយផ្សាយព័ត៌មានដើម្បីឲ្យប្រទេសក្រីក្រឲ្យដឹងអីហ្នឹងវាហាក់ដូចជាមិនផ្ដល់ចំណេញអីផ្ដល់ចំណេញដល់ផ្ទាល់ដល់សហរដ្ឋអាមេរិកទេដូច្នេះហើយបានជាគេចាប់ផ្ដើមកាត់នឹងដូចជានិយាយដោយខ្លីគឺថាមកពីមានមេដឹកនាំដែលជួនកាលគិតពីរឿងខាតចំណេញគិតពីរឿងលុយនឹងច្រើនជាងពីព្រោះពួកគាត់សិតតែជាអតីតអ្នករកស៊ីដូច្នេះខួរក្បាលរបស់អ្នករកស៊ីគិតពីរឿងលុយគិតពីរឿងចំណេញជាមុនបន្ទាប់មកទៀតបានគិតទៅស្អីរឿងអីទៀតក៏ប៉ុន្តែមានរឿងមួយបើកវងកញ្ចក់ដែលតារាហើយនឹងលោកអ្នកស្ដាប់កន្លងមកនេះធ្វើទៅលឺសូថាមានការបិទសាប័តនេះមានបិទសាប័តនោះអីបែបក៏ប៉ុន្តែឥឡូវហ្នឹងក៏ចាប់ផ្ដើមជួលឡើងវិញបដាដែរហើយស្ថាប័នអាស៊ីសេរីយើងនេះក៏មេដឹកនាំរបស់អាស៊ីសេរីអ្នកត្រីបីសាងហ្នឹងក៏បានប្រាប់ហើយថាគាត់នឹងប្តឹងជំទាស់ហើយយើងនឹងមានពេលប្តឹងជំទាស់តើប្តឹងជំទាស់បានឬយ៉ាងណាឬបិទបានយ៉ាងណានោះយើងនឹងដឹងតទៅទៀតក៏ប៉ុន្តែអ្វីដែលយើងដឹងច្បាស់នោះថាវិទ្យុអាស៊ីសេរីនឹងបិទការផ្សាយរបស់ខ្លួននៅចុងសប្តាហ៍នេះហើយបាទលោកជុនច័ន្ទហើយបន្តប្តឹងនៅបន្តតវ៉ាទៅទៀតយើងមិនបិទទាំងស្រុងនោះទេយើងបិទជាដំណាក់កាលដោយថៃបានរៀបរាប់អញ្ចឹងអ្នកដែលនៅធ្វើការក្រៅរដ្ឋធានី Washington យើងបិទប្រជុំកុងត្រាមុនទៅបន្ទាប់មកទៀតទាំងខ្ញុំទាំងតារាទាំងមនុស្សមួយចំនួនទៀតនៅរដ្ឋធានី Washington ហ្នឹងអាចនឹងបញ្ចប់កុងត្រាឬមួយអត់ទាន់បញ្ចប់កុងត្រាទេអាចនឹងគេសុំឲ្យផ្អាកធ្វើការដោយមិនយកប្រាក់កម្រៃមួយរយៈសិនដូច្នេះម៉ោង11ថ្ងៃនេះនៅពេលដែលយើងធ្វើ show ចប់នេះយើងនឹងស្ដាប់ទាំងអស់គ្នាថាតើអ្នកណាខ្លះនឹងត្រូវគេដាក់ឲ្យឈប់ធ្វើការដោយមិនយកប្រាក់ខែមួយរយៈមិនមែនឈប់ធ្វើការគឺថាផ្អាកការងារយើងនៅតែជាបុគ្គលិកអាស៊ីសេរីមួយរយៈរហូតដល់ពេលណាឬមួយគេតវ៉ាបានយើងនឹងត្រឡប់មកវិញបើគេតវ៉ាមិនបានទេយើងក៏បញ្ចប់ទៅក៏ប៉ុន្តែយើងក៏នឹងជម្រាបជូនលោកអ្នកនាងដែរប្រសិនបើក្នុងករណីថាបើមានការបញ្ចប់មានការបំបិតអាស៊ីសេរីមែនថាតើអាស៊ីសេរីអាចនឹងអត់ឬយ៉ាងណាយើងនឹងជជែកគ្នាតទៀតបាទនៅពេលមួយដែលដំណឹងនឹងត្រូវបានលេចលឺហើយនឹងផ្សព្វផ្សាយជាសាធារណៈនឹងមានមេដឹកនាំផ្ដាច់ការតាមប្រទេសជាច្រើនមានចិនជាដើមមានប្រទេសកម្ពុជាចឹងជាដើមគឺថាចាប់ផ្ដើមចេញមកដូចជាសบายចិត្តអបអរសាទរហើយក្នុងនាមខ្លួនឯងជាជនផ្ដាច់ការហ្នឹងក៏ព្យាយាមភ្ជាប់ខ្លួនឯងទៅនឹងប្រធានាធិបតីអាមេរិកនឹងដែរបើទោះបីជាចំណាត់ការគេនៅពេលនេះគឺជាចំណាត់ការផ្ដោតទៅលើការកាត់បន្ថយការចំណាយនៅក្នុងស្រុករបស់គេទេអត់មានតាក់ទងទៅនឹងរឿងព័ត៌មានពិតមិនពិតអីណានោះទេជាទូទៅវិជាជីវៈសារព័ត៌មានធានាបានល្អតែអញ្ចឹងនៅសហរដ្ឋអាមេរិកនេះក៏ប៉ុន្តែពួកមេដឹកនាំផ្ដាច់ការហ្នឹងក៏ព្យាយាមភ្ជាប់ខ្លួនឯងមកប្រធានាធិបតីអាមេរិកនឹងពេលខ្លះនោះដូចអត់មានការអៀនខ្មាស់សោះហើយលោកជុនច័ន្ទបុតចំណុចនេះដែរក៏យើងនឹងបន្តតាមដានទៀតដែរពីព្រោះអី
ថ្មីត្បិតតែមានចំណាត់ការអីបែបអញ្ចឹងកើតឡើងមែនប៉ុន្តែសង្គមអាមេរិកជាសង្គមមួយដែលមានច្បាប់ទម្លាប់ត្រឹមត្រូវបទបញ្ជារបស់រដ្ឋាភិបាលឬមួយក៏របស់ប្រធានាធិបតីមិនមែនសុទ្ធតែអនុវត្តបានគ្រប់កលៈទេសៈទេសភាអាមេរិកឬមួយក៏ប្រព័ន្ធតុលាការដ៏រឹងមាំរបស់អាមេរិកនឹងមានចំណាត់ការជាបន្តបន្ទាប់ឆ្លើយតបទៅនឹងអ្វីដែលកំពុងកើតឡើងនេះដូច្នេះយើងនឹងរងចាំមើលចំណុចនេះបន្តទៀតលោកជួនច័ន្ទបតដូច្នេះហើយប្រសិនបើដូចថាចុងបញ្ចប់នៃការផ្សាយរបស់យើងនៅក្នុងរយៈពេលស្អែកខាន់ស្អែកនេះតើយើងឬមួយក៏លោកជួនច័ន្ទបតផ្ទាល់ក្រុមការងាររបស់ស៊ីសេរីផ្ទាល់អាចនឹងគិតគូរយ៉ាងដូចម្តេចថាតើយើងនឹងបន្តលើសមរភូមិវិជ្ជាជីវៈសារព័ត៌មានដើម្បីប្រយោជន៍ប្រជាពលរដ្ឋខ្មែរនឹងយ៉ាងដូចម្តេចដែរលោកជួនច័ន្ទបតបាទដូចខ្ញុំបានជម្រាបចឹងឧបមាថាប្រសិនបើរឿងការដែលបិទការផ្សាយនោះគឺប្រកាសហើយបាទយើងអាចបិទនៅថ្ងៃស្អែកអាចផ្សាយចុងក្រោយឬមួយថ្ងៃសុក្រអាចផ្សាយចុងក្រោយក៏ប៉ុន្តែយើងនឹងមិនផ្សាយរហូតដល់ថ្ងៃសៅរ៍អីទេប្រកាសមែនតើគឺយើងនឹងផ្សាយមួយថ្ងៃទៀតនៅពេលស្អែកឬមួយអាចចុងក្រោយបំផុតគឺថ្ងៃសុក្រអានឹងគឺជារឿងប្រកាសមួយបាទដូចខ្ញុំបានជម្រាបអ្វីដែលមិនប្រកាសនោះថាតើបន្ទាប់ពីយើងផ្អាកការផ្សាយមួយរយៈហើយការដែលមេរបស់អាស៊ីសេរីពីព្រោះឥឡូវនេះ Radio Free Europe នឹងក៏កំពុងតែដាក់ពាក្យប្តឹងដែរហើយវិទ្យុអាស៊ីសេរីយើងបានដឹងហើយថាកំពុងតែប្តឹងជំទាស់តវ៉ាដែរក្នុងករណីដែលប្តឹងជំទាស់តវ៉ាបានយើងនឹងត្រឡប់មកវិញពេលណាដែលអាចគេបន្តផ្ដល់ជំនួយឲ្យវិញឬមួយក៏នៅពេលដែលយើងតវ៉ាទៅឈ្នះនឹងរឿងទី1ដូច្នេះការផ្អាកនោះប្រកាសជាមានការផ្អាកប្រកាសមែននៅពេលដែលយើងផ្សាយជាចុងក្រោយថ្ងៃប្រហ័សឬថ្ងៃសុក្រនោះយើងក៏នឹងផ្អាកមួយរយៈពេលខ្លីដូច្នេះអ្វីត្បិតតែផ្អាកការផ្សាយមែនក៏ប៉ុន្តែយើងដូចខ្ញុំបានជម្រាបចឹងអាស៊ីសេរីមិនទាន់បិទទាំងស្រុងទេយើងនៅទុកបុគ្គលិកជាគន្លឹះម្នាក់ពីរនាក់ដើម្បីបន្តការផ្សាយយ៉ាងហោចដែរយើងផ្សាយព័ត៌មានខ្លីៗជូនលោកអ្នកនាងហើយក៏យើងនៅតែបង្ខំព័ត៌មានផ្សេងនៅលើបណ្ដាញសង្គមរបស់យើងដែរគ្រាន់តែថាអាចយើងមិនចេញមកផ្ទាល់ក្នុង1ម៉ោងអីដូចយើងផ្សាយរាល់ថ្ងៃនេះដូច្នេះបន្ទាប់មកនឹងយើងផ្អាកមួយរយៈយើងផ្សាយខ្លីៗឬមួយក៏យើងបង្ខំព័ត៌មាននៅលើបណ្ដាញសង្គមមួយរយៈដែលហេតុថាយើងទុកតែបុគ្គលិកតិចតួចទេក៏ប៉ុន្តែទីបំផុតទៅដូចខ្ញុំបានជម្រាបជាងឧបមាថាយើងប្តឹងជំទាស់មិនឈ្នះទេហើយឈានទៅដល់ការបិទទាំងស្រុងនោះនៅពេលដែលបិទទាំងស្រុងហើយដូចខ្ញុំបានជម្រាបចឹងមិនមែនជាទីបញ្ចប់នៃវិទ្យុអាស៊ីសេរីទេក៏ប៉ុន្តែជាការចាប់ផ្ដើមសក្តានថ្មីជាការចាប់ផ្ដើមនៅទំព័រថ្មីរបស់ក្រមការងារអាស៊ីសេរីថ្មីខ្ញុំបាទជម្រាបជូនលោកអ្នកនាងនេះឲ្យបានច្បាស់មែនទែនគឺថាក្រមការងាររបស់យើងធ្វើការងាររាល់ថ្ងៃនេះវាលើសពី job វាលើសពីជាការងារប្រចាំថ្ងៃយើងធ្វើការរាល់ថ្ងៃនេះជាកាតព្វកិច្ចរបស់ពលរដ្ឋខ្មែរមួយរូបជាកាតព្វកិច្ចនៃការនៃវិជ្ជាជីវៈរបស់យើងដែលយើងដឹងហើយយើងយល់ពីព័ត៌មានហើយយើងដឹងថាប្រជាពលរដ្ឋខ្មែរនៅប្រទេសកម្ពុជាមិនទទួលព័ត៌មានពិតទេការដែលបណ្ឌិតព័ត៌មានការដែលបំពុលសង្គមនៅប្រទេសកម្ពុជានោះគឺថាតាំងពីមេដឹកនាំផុតកំពូលរហូតមកដល់មន្ត្រីថ្នាក់ក្រោមរហូតដល់បណ្ដាញផ្សព្វផ្សាយព័ត៌មានសុទ្ធតែជាអ្នកដែលមានជំនាញបណ្ឌិតព័ត៌មានទាំងស្រុងតែម្ដងតកូលហ៊ុនសែនមួយពូជតែម្ដងទាំងឪទាំងកូនគឺជាអ្នកមេផលិតព័ត៌មានคล้ายមិនដែលនិយាយព័ត៌មានណាត្រឹមត្រូវជូនលោកអ្នកនាងដល់ប្រជាពលរដ្ឋឲ្យបានស្ដាប់ទេសូម្បីតែការបិទផ្សាយរបស់អាស៊ីសេរីនេះក៏ដោយចុះលោកទៅអួតអាងថាមកពីលោកនឹងធ្លាប់ជួបជាមួយនឹងអីលោកត្រាំអីណាបាទហើយប្រាប់ត្រាំអីទៅត្រាំនឹងបានបិទចោលអីនឹងចឹងទៅគឺជាការផុសសិក្សានេះគឺជាគោលនយោបាយរួមរបស់សហរដ្ឋអាមេរិកទេក្នុងការដែលកាត់បន្ថយការចំណាយរដ្ឋាភិបាលជាការកែទម្រង់មួយរបស់រដ្ឋាភិបាលទេដូច្នេះស្ថិតនៅក្នុងស្ថានភាពដែលប្រទេសកម្ពុជាមួយមិនមានព័ត៌មានពិតមិនមានព័ត៌មានដែលមានប្រភពច្បាស់លាស់ដោយអាស៊ីសេរីនេះយើងឃើញហើយមានអ្នក YouTube មានអ្នក MMO អីជាដើមធ្វើស្បិតតែជ្រកក្រោមផ្លាកអ្នកព័ត៌មានអីក៏ដោយចុះក៏ប៉ុន្តែមិនមែនជាព័ត៌មានដែលមានប្រភពត្រឹមត្រូវមានព័ត៌មានដែល base លើដែលផ្អែកទៅលើព្រឹត្តិការណ៍នឹងជាក់ស្ដែងទេដូច្នេះជាកាតព្វកិច្ចរបស់ពួកយើងបន្ទាប់ពីយើងដឹងដំណឹងថាយើងអាចប្រឈមមុខនឹងការបិទទ្វារលេខផ្សាយនឹងខ្ញុំបានតាក់ទងអ្នកទាំងអស់គ្នាតាក់ទងថៃតាក់ទងតារាតាក់ទងមនុស្សដទៃទៀតថាតើយើងនឹងវិលមកវិញដែរទេទាំងអស់គ្នាព្រមព្រៀងថាយើងនឹងវិលមកវិញដូច្នេះលោកអ្នកនាងនឹងបាត់មុខពួកយើងមួយរយៈទេ
បើសិនជាមានជំនួយរបស់សហរដ្ឋអាមេរិកវិញយើងនឹងក៏បន្តផ្សាយដាក់ឈ្មោះថាវិទ្យុអាស៊ីសេរីដដែលក្រុមការងារដដែលក៏ប៉ុន្តែបើសិនជាយើងមិនមានថវិកាពីវិទ្យុអាស៊ីសេរីទេប្រកាសណាស់យើងនឹងដូរឈ្មោះទៅជាទូរទស្សន៍អាស៊ីសេរីហើយក្រុមការងាររបស់យើងនឹងធ្វើដំណើរនឹងចូលធ្វើការដូចដើមវិញហើយមិនមែនត្រឹមតែដូចដើមទេខ្ញុំគិតថាល្អជាងអ្វីដែលយើងកំពុងធ្វើពេលនេះទៅទៀតបាទ